Bà, ok sự đây bóng ổn đó ní vừa một chuột kia xa dịch thầm mình đầu tiên hỏi cho mùi nâng chân này các online bà ok chẳng xâmรับvideoថ្ងៃនេះគឺខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបនៃការផ្លាស់ប្ដូរលេខ KA អញ្ចឹងមានបងប្អូនគាត់ដាក់លេខ KA ច្រឡំដោយសារគាត់មើលវីដេអូខ្ញុំហើយគឺចូលទៅយកលេខអាស័យដ្ឋាន loader ជាភាសាអង់គ្លេសនៅក្នុងក្រុមហើយគឺគាត់មិនបានផ្លាស់ប្ដូរលេខ KA អញ្ចឹងធ្វើឲ្យតំណែងដែលគាត់ទិញហ្នឹងគឺគេដឹកយកមកឲ្យខ្ញុំអញ្ចឹងកុំឲ្យបងប្អូនខាតពេលវេលាក្នុងការចំណាយទឹកប្រាក់ក្នុងការដឹកជញ្ជូនពីចិនមកហើយគឺបងថ្លៃដឹកពីខាងខ្ញុំទៅឲ្យគាត់ទីផ្ទាល់អញ្ចឹងឲ្យបងប្អូនពិបាករញ៉េរញ៉ៃឆាតមករកខ្ញុំអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនឲ្យច្បាស់តែម្ដងពីរបៀបនៃការបដូរលេខ KA អញ្ចឹងនៅពេលដែលបងប្អូនទស្សនានៅវីដេអូខ្ញុំមួយហើយបងប្អូនចូលទៅយកអាស័យដ្ឋានជាភាសាអង់គ្លេសនៅក្នុងក្រុមខ្ញុំបងប្អូនចុច link នៅខាងក្រោមវីដេអូ description របស់ខ្ញុំនឹងមកណានឹងគឺចុច link នឹងមកចុច link ខាងក្រោមវីដេអូនឹងមកណាចុច link ហ្នឹងអូខេអញ្ចឹងនៅពេលដែលបងប្អូនចុច link នឹងហើយគឺដំណើរការចូលទៅក្នុងក្រុមឲ្យបងប្អូនអញ្ចឹងក្នុងក្រុមនោះគឺខ្ញុំមានមេរៀនថ្មីផុសចូលទៅក្នុងនឹងផងហើយក៏មានអាស័យដ្ឋានជាភាសាអង់គ្លេសនៅក្នុងនេះផងដែរសម្រាប់បងប្អូនយកអាស័យដ្ឋាននេះបញ្ចូលទៅភ្ជាប់ជាមួយនឹង app Alibaba អញ្ចឹងសម្រាប់ Alibaba គឺតម្រូវឲ្យយើងដាក់អាស័យដ្ឋានជាភាសាអង់គ្លេសណាបងប្អូនណានេះគឺជាអាស័យដ្ឋានទាំងស្រុងតែម្ដងអញ្ចឹងបងប្អូនដាក់តាមខ្ញុំមកខុសតែលេខ KH ណាសម្រាប់លេខ KH គឺបងប្អូនត្រូវតែធ្វើការផ្លាស់ប្ដូរណាបងប្អូនត្រូវតែធ្វើការផ្លាស់ប្ដូរលេខ KH វាមាន2កន្លែងទី1ខាងលើនេះគឺបងប្អូនត្រូវតែធ្វើការផ្លាស់ប្ដូរទី2ខាងក្រោមនេះគឺបងប្អូនត្រូវតែធ្វើការផ្លាស់ប្ដូរណាហើយសម្រាប់កន្លែងផ្សេងគឺបងប្អូនធ្វើការដាក់តាមខ្ញុំមកហើយសម្រាប់លេខ KH គឺបងប្អូនត្រូវតែយកលេខ KH បងប្អូនមកបំពេញពីចំណុចហ្នឹងបើសិនជាបងប្អូនមិនមានការផ្លាស់ប្ដូរពីចំណុចនេះទេគឺតំណែងដែលបងប្អូនធ្វើការបញ្ជាទិញគេនឹងដឹកឲ្យខ្ញុំហើយណាបងប្អូនណាគឺគេនឹងដឹកខ្ញុំអញ្ចឹងឲ្យបងប្អូនទៅពេលដែលគេដឹកមកឲ្យខ្ញុំហើយគឺបងប្អូនត្រូវចំណាយទឹកប្រាក់ដឹកពីចិនមកខ្មែរហើយគឺដឹកពីកន្លែងខ្ញុំទៅកន្លែងបងប្អូនទៀតអញ្ចឹងវាអស់ទឹកប្រាក់ដឹកជញ្ជូនគឺ2តង់ណាបងប្អូនគឺ2តង់អញ្ចឹងដើម្បីកុំឲ្យបងប្អូនខាតទឹកប្រាក់ច្រើនគឺបងប្អូនចូលយកអាស័យដ្ឋានជាភាសាអង់គ្លេសនឹងហើយគឺបងប្អូនត្រូវតែធ្វើការផ្លាស់ប្ដូរលេខ KH ពីកន្លែងនេះដោយសារហេតុអីបានខ្ញុំបង្ហាញជាវីដេអូនៃការផ្លាស់ប្ដូរលេខ KH ដោយមានបងប្អូនគាត់មានការច្រឡំនៅពេលដែលគាត់យកអាស័យដ្ឋានជាភាសាអង់គ្លេសនៅក្នុងក្រុមហើយគឺគាត់មិនមានការផ្លាស់ប្ដូរលេខ KH ទេគឺគាត់ដាក់លេខ KH ខ្ញុំផ្ទាល់តែម្ដងយកអីវ៉ាន់ហ្នឹងគឺគេដឹកមកខ្ញុំហើយទៅពេលដែលគេដឹកមកខ្ញុំគឺគាត់ចាប់ផ្ដើមតាក់ទងមកខ្ញុំដើម្បីឲ្យខ្ញុំបង្វិលតំណែងនេះទៅគាត់វិញអញ្ចឹងកុំឲ្យបងប្អូនខាតពេលវេលាក៏ដូចជាខាតទឹកប្រាក់2តង់គឺបងប្អូនត្រូវតែចូលធ្វើការផ្លាស់ប្ដូរនៅពីចំណុចនេះគឺលេខ KH នេះណាហើយសម្រាប់លេខ KH នេះបងប្អូនត្រូវតែយកនៅក្នុងaccount loader របស់បងប្អូនអញ្ចឹងសម្រាប់វីដេអូនៃការបង្ហាញពីរបៀបនៃការបង្កើត account loader គឺខ្ញុំមានវីដេអូចាស់របស់ខ្ញុំទៅក្នុង channel YouTube របស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅទស្សនាបានឬមួយបងប្អូនអាចធ្វើការចុច link នៅខាងក្រោមវីដេអូ description របស់ខ្ញុំមកដើម្បីចូលទៅទស្សនាពីរបៀបនៃការបង្កើត account loader អូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនតែប៉ុណ្្នឹងទេសម្រាប់បងប្អូនជាសមាជិកថ្មីសូមជួយចុចទៅលើប៊ូតុង Subscribe ម្នាក់មួយមកដើម្បីទទួលបានរាល់វីដេអូរៀនថ្មីបន្ថែមទៀតខ្ញុំបាទក៏សូមអរគុណហើយសម្រាប់វីដេអូរៀនថ្មីគឺខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការទិញទំនិញតាមថៅប៉ាវិញណាអរគុណសម្រាប់ការទស្សនាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា